ពុកម៉ែបងប្អូននាងខ្ញុំពិតជាហួសចិត្តខ្លាំងបំផុតចំពោះក្រុមប្រឆាំងជ្រុលនិយមដែលមានទម្លាប់ប្រើប្រាស់ព័ត៌មានคล้ายៗជាអាវុធនយោបាយទាំងកូនចៅនិងសំរងស៊ីផ្ទាល់កោតតែធ្វើទង្វើបែបនេះទៅរួចជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំបៃលីថ្មីនេះមានបងប្អូនណាខ្លះដែលបានឃើញការចែកចាយព័ត៌មានដោយលើកឡើងថាកម្ពុជាសុកចិត្តកាត់ដីឲ្យតែថៃឈប់ឈ្លានពានតែថៃមិនព្រមនេះគឺជាព័ត៌មានបំភ្លៃការពិតទាំងស្រុងដែលក្រុមប្រឆាំងជ្រុលនិយមកំពុងយកមកបំពុលសង្គមនិងយកបញ្ហាប្រទេសជាតិមកលេងសើចមូលបង្កាច់ប្រសាសន៍ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរឿងបញ្ហាព្រំដែនកាលពីពេលថ្មីនេះក្រុមជនអកតេទាំងនោះបានយកខ្លឹមសាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនកាលពីថ្ងៃទី27ខែមីនាឆ្នាំ2026ដែលបានជួបសម្ដែងសម្ដាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតំបន់ថ្មដាខេត្តពោធិ៍សាត់យកទៅកាត់តនិងបកស្រាយខុសពីការពិតដោយពួកគាត់បានចោទប្រកាន់ថារាជរដ្ឋាភិបាលសុកចិត្តកាត់ដីឲ្យតែថៃឈប់ឈ្លានពានដែលនេះគឺជាការផ្សព្វផ្សាយព័ត៌មានប្រឌិតបំភ្លៃទាំងស្រុងមានចេតនាទុច្ចរិតបំផុតដើម្បីឲ្យបងប្អូនមានការភ័ន្តច្រឡំនិងស្អប់ថ្នាក់ដឹកនាំនិងរាជរដ្ឋាភិបាលខ្លួនឯងនាងខ្ញុំពិតជាហួសចិត្តខ្លាំងបំផុតចំពោះក្រុមប្រឆាំងជ្រុលនិយមដែលមានទម្លាប់ប្រើប្រាស់ព័ត៌មានคล้ายៗជាអាវុធនយោបាយទាំងកូនចៅនិងសំរងស៊ីផ្ទាល់កោតតែធ្វើទង្វើបែបនេះទៅរួចពុកម៉ែបងប្អូនពាក់ព័ន្ធនឹងករណីផ្សាយបំភ្លៃនេះនាងខ្ញុំសូមជម្រាបជូនថានៅថ្ងៃទី30ខែមីនាឆ្នាំ2026អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងស្រុងតាមពិតទៅក្នុងឱកាសសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅថ្មដាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានមានប្រសាសន៍លើកឡើងយ៉ាងច្បាស់ពីជំហររបស់រាជរដ្ឋាភិបាលបន្តប្រកាន់យកនយោបាយដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់មិនមែនជាការចោះចាញ់ឬបោះបង់អធិបតេយ្យភាពដោយដែលក្រុមខ្លះបានបំភ្លៃឡើយប៉ុន្តែបើជាមានក្រុមប្រឆាំងរត់ចោលស្រុកទាំងសំរងស៊ីដែលជាមេនិងកូនចៅមួយចង្កោមរបស់គេយកទៅបកស្រាយបំភ្លៃហោហែអត់ឈប់នេះខ្ញុំមិនដឹងក្រុមនេះមានចេតនាអ្វីឲ្យប្រកាសទេពុកម៉ែបងប្អូនបានជាគេប្រឹងញុះញង់ប្រឹងបញ្ឆេះកំហឹងឲ្យពលរដ្ឋយល់ខុសលើថ្នាក់ដឹកនាំបងប្អូនគិតមើលក្រោយរងសង្គ្រាមឈ្លានពានរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតីហ៊ុនម៉ាណែតនិងថ្នាក់ដឹកនាំពាក់ព័ន្ធលោកប្រឹងដោះស្រាយតាមយន្តការច្បាប់ណាស់ហើយប៉ុន្មានថ្ងៃជាប់គ្នាថ្មីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដឹកនាំអង្គទូតប្រទេសជាច្រើនបានចុះទៅព្រំដែនដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងជួបជាមួយនឹងបងប្អូនភាសាប៉ុន្តែក្រុមអកតេក្បត់ជាតិសំរងស៊ីសម្រុកប្រឹងកាត់តផ្សាយបកស្រាយបំភ្លៃស្រោះដៃគ្នាតើជាចេតនាអ្វីឲ្យប្រកាសឬប្រឹងញុះញង់ឲ្យខ្មែរបែកបាក់ដោយសារបានផលប្រយោជន៍ពីសត្រូវឈ្លានពានអ្វីដែលគួរកត់សម្គាល់គឺក្រុមប្រឆាំងជ្រុលនិយមមួយចំនួនបានកាត់តបង្វែរអត្ថន័យដើមដើម្បីបង្កើតរឿងថ្មីដែលមិនត្រឹមតែបំភាន់មតិសាធារណៈប៉ុណ្ណោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាពនិងស្ថិរភាពតាមតំបន់ព្រំដែនផងដែរជាក់ស្ដែងក្រសួងការបរទេសបានបញ្ជាក់សង្កត់ធ្ងន់ថាកម្ពុជានិងថៃមានការកំណត់ព្រំដែនយ៉ាងច្បាស់តាមផែនទីនិងសន្ធិសញ្ញាដែលបានបង្កើតតាំងពីសម័យអាណានិគមបារាំងសៀមហើយការងារវាស់វែងនិងផ្ទៀងផ្ទាត់ត្រូវបានអនុវត្តតាមយន្តការច្បាប់ដូចជាគណៈកម្មការចម្រុះព្រំដែនគោក MOU 2000ដែលភាគីទាំងពីរបានឯកភាពហើយក្នុងការវាស់វែងនិងផ្ទៀងផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្ដែងប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែនភាគីកម្ពុជាក៏ដូចជាភាគីថៃត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នាដែលនេះគឺជាឆន្ទៈត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិនិងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំងក្រសួងការបរទេសអះអាងថាកម្ពុជានៅតែបដិញ្ញាចិត្តចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់ប៉ុន្តែទន្ទឹមគ្នានេះមិនទទួលយកដាច់ខាតនៅការកំណត់ព្រំដែនតាមការប្រើប្រាស់កម្លាំងនោះឡើយដូច្នេះហើយអ្វីដែលនាងខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនបន្ថែមសូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះព័ត៌មានដែលត្រូវបានកាត់តឬបំភ្លៃគ្មានប្រភពច្បាស់លាស់ព្រោះវាអាចជាឧបករណ៍នយោបាយដោយបងប្អូនយើងឃើញហើយក្រុមប្រឆាំងជ្រុលនិយមគ្មានអ្វីក្រៅពីយកបញ្ហាព្រំដែនធ្វើជាចំណីនយោបាយដើម្បីដុតកំហឹងពលរដ្ឋនោះទេការចោទប្រកាន់ថាកម្ពុជាកាត់ដីគឺជាល្បែងនយោបាយដដែលដែលក្រុមនេះប្រើរាប់សិបឆ្នាំមកហើយក្រុមពួកអស់នេះ
ព្យាយាមបំបីបំបាក់ស្មារតីជាតិនិយមនិងបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុតក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរមួយរូបនាងខ្ញុំសូមអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាពិចារណាឲ្យបានគ្រប់ជ្រុងគ្រប់ជ្រោយកុំជឿតាមការញុះញង់តាមបណ្ដាញសង្គមរបស់ក្រុមពួកអស់នេះដែលមិនចង់ឃើញស្រុកទេសមានសន្តិភាពបញ្ហាព្រំដែនគឺជាបញ្ហាបច្ចេកទេសនិងច្បាប់មិនមែនដោះស្រាយតាមមាត់ក្រុមពួកអស់នេះឡើយឆ្លៀតក្នុងឱកាសនេះនាងខ្ញុំក៏សូមគោរពដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់កងកម្លាំងនិងវីរៈកងទ័ពទាំងអស់ជាពិសេសសម្ដេចនាយកហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតដែលលោកមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារបូរណភាពទឹកដីជាពិសេសគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋប្រកាន់យកវិធីសាស្ត្រសន្តិភាពជាជំរើសអតិភិបដើម្បីរក្សាស្ថិរភាពនិងផលប្រយោជន៍ជាតិរយៈពេលវែង